រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cookie សម្រាប់រឿងថ្ងៃនេះ Admin នឹងលើកយករឿង Game នៃស្នេហាពិតភាគ6យកមកបន្តសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីតាមដានទស្សនានៅពេលដែលនូយើងបាននិយាយថាឯងចង់លេង Game ស្នេហាជាមួយនឹងខ្ញុំមែនខ្ញុំនឹងធ្វើឲ្យឯងចាញ់ឲ្យអស់ពីខ្លួនតែម្ដងពេលនោះឯងកំរត់មកយំដាក់ខ្ញុំអីសែនញញឹមនឹងបានតបទៅកាន់នូថាមាត់របស់នាងនិយាយថានាងចង់ឈ្នះខ្ញុំប៉ុន្តែខ្ញុំដឹងថាក្នុងចិត្តរបស់នាងកំពុងតែគិតថាចង់រៀបការជាមួយនឹងខ្ញុំនូងាកមុខចេញសើចហួសចិត្តនឹងនិយាយថាទោះបីយ៉ាងណាក៏ដោយសល់ពេលតែ3ខែទៀតតែប៉ុណ្ណោះលោកសែនលោកក៏គួរតែគិតទៅថានឹងត្រូវធ្វើអ្វីបន្ទាប់មកនាងបកឯកសារនៅលើហ្នឹងដើម្បីឲ្យគេសញ្ញេអញ្ចឹងណាហើយក៏បានចាក់ចេញទៅមកគូនេះនិយាយពីថាឌឺដងគ្នាសាហាវគ្រាន់តែនូដើរចេញភ្លាមសែនក៏បានលើកទូរស័ព្ទខលទៅកាន់បៃសៀដែលប្រាប់ថាគេនឹងព្យាយាមធ្វើយ៉ាងម៉េចផ្ទេរលុយទៅឲ្យបៃសៀលឿនអញ្ចឹងណាប៉ុន្តែបៃសៀហ្នឹងគួរតែបញ្ញាបខំពុំមិញឲ្យរៀបការជាមួយនឹងនាងទៅងាកមកកាន់បៃសៀក៏មានភ្ញៀវមកដល់ផ្ទះហើយភ្ញៀវម្នាក់ហ្នឹងគឺជាម្ដាយរបស់នាងម្ដាយរបស់បៃសៀគ្រាន់តែចូលមកដល់ផ្ទះនាងគាត់ក៏លាន់មាត់ថាអស្ចារ្យមែនទែនផ្ទះនេះស្រស់ស្អាតណាស់មើលការដេករបស់គេទៅប្រកាសជាចំណាយបន្តិចនោះទេបៃសៀបានសួរទៅកាន់ម្ដាយរបស់នាងថាម៉ាក់មកទីនេះធ្វើអីឯងល្ងងហើយមែនទេខ្ញុំគឺជាម៉ាក់របស់ឯងគ្រាន់តែម្លេងកូនស្រីក៏អត់បានដែរអីបៃសៀដើរទៅអង្គុយលើសាឡុងនិងសួរទៅកាន់ម្ដាយត្រង់ថាចង់បានអីនិយាយមកខ្ញុំគ្រាន់តែចង់បានលុយបន្តិចបន្តួចតែប៉ុណ្ណោះ3សែនយន់បៃសៀឮតែ3សែនយន់នាងភ្ញាក់ផ្អើលមែនទែននឹងសួរទៅកាន់ម្ដាយវិញថាតើម៉ាក់គិតថាខ្ញុំជាទូ ATM មែនហើយយ៉ាកូនស្រីពេលនេះឯងគឺជាមនុស្សដែលល្បីល្បាញថែមទាំងតោងបានប្រុសអ្នកមានទៀតគ្រាន់តែលុយបន្តិចបន្តួចហ្នឹងឯងមិនចង់ឲ្យម៉ាក់មែនកុំភ្លេចណាថាឯងគឺមានអាត់កំបាំងខ្លែងខ្លួនធ្វើជាកូនស្រីក្នុងគ្រួសារថ្លៃថ្នូរអាត់កំបាំងរបស់ឯងទាំងអស់គឺនៅលើដៃម៉ាក់នេះម៉ាក់មកគំរាមខ្ញុំមែនទេហើយយ៉ាកូនស្រីកុំគិតអញ្ចឹងអីការដែលឲ្យលុយម្ដាយចាយក្រែងជាទូនាទីរបស់ឯងជាកូននេះនិយាយបដាគាត់ក៏សម្លឹងជុំវិញផ្ទះរបស់បៃសៀបដាមើលទៅដូចធុងរំភើបដល់ឲ្យឃើញផ្ទះកូនធំមកងាកមកកាន់នូក៏បានមកជួបបរិមម្នាក់ដែលគាត់គឺជាអ្នកដែលមានភាគហ៊ុនសំខាន់នៅក្នុងក្រុមហ៊ុនយ៉ាងហ្វីដែរអ្នកទាំងអស់គ្នាប៉ុន្តែអេដមីនអត់ទាន់ដឹងឈ្មោះគាត់នោះទេហើយថាលោកពូម្នាក់តែម្ដងទៅដែលនូចង់ឲ្យលោកពូម្នាក់នឹងជួយរឿងមួយអញ្ចឹងណាប៉ុន្តែលោកពូម្នាក់នឹងបានតបថាពូបានសន្យាជាមួយម៉ាក់ឯងហើយថាពូនឹងមិនជ្រៀតជ្រែករឿងគ្រួសាររបស់ឯងនោះទេខ្ញុំដឹងលោកពូប៉ុន្តែលោកពូមិនព្រួយបារម្ភទេអីប៉ារបស់ខ្ញុំពេលនេះគឺកំពុងលងស្នេហ៍ជាមួយនឹងកញ្ជ្រោងបៃសៀនោះខ្លាំងមែនទែនដល់ថ្នាក់ចង់ប្រើលុយរាប់លានទៅជួយសង្គ្រោះក្លឹបរបស់នាងតែលោកពូមិនគិតថាក្រុមហ៊ុនយ៉ាងហ្វីទាំងមូលនឹងត្រូវមានបញ្ហានៅពេលខាងមុខទេមែនអត់ក្នុងនាមជាម្ចាស់ភាគហ៊ុនមួយរូបតែលោកពូមិនខ្វល់ទេអីអញ្ចឹងឯងចង់ឲ្យលោកពូធ្វើយ៉ាងម៉េចខ្ញុំត្រូវការឲ្យលោកពូរៀបចំសវនកម្មផ្ទៃក្នុងសម្រាប់ក្រុមហ៊ុនសាជាថ្មីខ្ញុំមិនចង់ឲ្យប៉ារបស់ខ្ញុំលងកាន់តែជ្រៅជាមួយនឹងកំហុសបែបនេះនោះទេហើយខ្ញុំកាន់តែមិនចង់ឲ្យម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនទទួលរងការខាតបង់ដោយសារតែឪពុកខ្ញុំដែរលោកពូម្នាក់នឹងលឺហើយក៏ងក់ក្បាលដោយគាត់និយាយថាគាត់អាចធ្វើបានអញ្ចឹងណានូលឺហើយគឺញញឹមនឹងអរគុណទៅកាន់លោកពូម្នាក់នឹងយប់ឡើងនៅពេលដែលនូកំពុងតែដេកបិទម៉ាស់ហ្នឹងស្រាប់តែមិត្តភ័ក្តិរបស់នាងបានឆាតមកប្រាប់ថានូមានបានដឹងអត់ឪពុករបស់ឯងកំពុងតែរៀបចំផែនការរៀបការជាមួយនឹងបៃសៀនោះស្ងាត់ហើយថែមទាំងចង់ផ្ទេរភាគហ៊ុនម្ដាយរបស់ឯងទៅឲ្យបៃសៀនោះថែមទៀតផងនូលឺហើយខឹងខ្លាំងមែនទែនបើថារៀបការថ្មីក៏រៀបការចុះហេតុអីក៏ចង់យកភាគហ៊ុនរបស់ម្ដាយនាងទៅឲ្យស្រីកញ្ជ្រោងម្នាក់នឹងទៅវិញស្អែកឡើងឃើញថានូបាននាំម្ដាយមកដើរហាងដើម្បីទិញអីវ៉ាន់ឲ្យគាត់ចេញមកខាងក្រៅខ្លះកុំឲ្យនៅតែផ្ទះស្មុកចិត្តខ្លាំងពេកនៅពេលដែលម្ដាយកូនទាំងពីរនាក់កំពុងតែនិយាយគ្នាបៃសៀក៏ស្រាប់តែដើរមកដល់នឹងបានហៅនូនិងមីងរងដែលនិយាយថាពិភពលោកពិតជាចង្អៀតខ្លាំងមែនទែនបើទោះបីជាពួកយើងមានរឿងរកម្មរកុសជាមួយនឹងគ្នាខ្លះប៉ុន្តែដើម្បីមីងលាពួកយើងគួរតែបំភ្លេចវាចោលទៅនូលឺហើយញញឹមនឹងនិយាយទៅកាន់បៃសៀថានាងពិតជាមុខក្រាស់ខ្លាំងណាស់នាងគិតថានាងជាស្អីហ៊ានមកនិយាយបែបនេះដាក់ខ្ញុំកុំបានឪពុកខ្ញុំស្រឡាញ់ចេញចរិតក្អើតកតោមខ្លាំងពេកខ្ញុំប្រាប់នាងចុះប៉ារបស់ខ្ញុំគ្រាន់តែលេងសើចជាមួយនាងតែប៉ុណ្ណោះរៀបចំផ្លូវដើរទុកឲ្យហើយទៅថ្ងៃណាមួយគាត់នឹងទាត់ក្បាលនាងចោលបៃសៀលឺហើយគឺសើចអញ្ចឹងណាតែនាងមិនដឹងទេអីបើទោះបីជាទំនាក់ទំនងរវាងខ្ញុំជាមួយនឹងមីងលាមិនបានប្រកាសជាសាធារណៈព្រោះតែចង់រក្សាផលប្រយោជន៍របស់ក្រុមហ៊ុនប៉ុន្តែពួកយើងនឹងរៀបការនៅពេលឆាប់ត្រូវហើយមីងរងគួរតែមើលសម្លៀកបំពាក់ស្រស់ស្អាតណាស់មួយឈុតទៅដើម្បីមកចូលរួមអបពិធីរៀបការរបស់ខ្ញុំនូលឺហើយគឺថាខឹងខ្លាំងមែនទែនបំរុងដើរទៅរកបៃសៀទៅហើយប៉ុន្តែត្រូវម្ដាយទាញមកវិញអញ្ចឹងណាគាត់មិនចង់ឲ្យមានបញ្ហាច្រើននោះទេមើលទៅម្ដាយនូស្លូតខ្លាំងមែនទែនប៉ុន្តែនូមានស្លូតអញ្ចឹងណានាងងាកមកថាឲ្យបៃសៀថាយកលុយគ្រួសារខ្ញុំទៅធ្វើកម្មវិធីសប្បុរសធម៌នាងមកក្រាស់ក្រនបើហើយយ៉ាមិនមែនតែខ្ញុំម្នាក់ឯងនោះទេគឺពួកយើងទាំងអស់គ្នាយ៉ាងណាក៏ពួកយើងចិត្តខ្លាយជាគ្រួសារតែមួយទៅហើយអ្នកណាជាគ្រួសារតែមួយរបស់នាងប្រាប់ឲ្យហើយ
ថ្ងៃណាមួយដែលមានខ្ញុំនាងមិនអាចចូលមកគ្រួសារស៊ូជាដាច់ខាតបាយសៀលឺហើយក៏សួរទៅកាន់នូថាប៉ិតមែននិយាយបដើបានលើកដៃបង្ហាញកងដៃនៅលើដៃរបស់នាងបដើវាគឺជាគុជដ៏មានតម្លៃអ្នកទាំងអស់គ្នាបាយសៀបានប្រាប់ទៅកាន់នូនិងមីងរងថានេះគឺជាកាដូដែលមីងលីឲ្យមកខ្ញុំម្ដាយរបស់នូឃើញហើយភ្ញាក់ផ្អើលនឹងប្រាប់ទៅកាន់កូនស្រីថានោះគឺជារបស់លោកយាយវាដូចលក្ខណៈថារបស់ប្រចាំគ្រួសារដែលម៉ែក្មេកឲ្យទៅកូនប្រសាអីអញ្ចឹងណាប៉ុន្តែពេលនេះយាយរបស់នូបានស្លាប់បាត់ទៅហើយគ្រាន់តែលឺអញ្ចឹងបាយសៀគឺថាបានចិត្តមែនទែននិយាយសើចចំអកទៅកាន់ម្ដាយរបស់នូអីអញ្ចឹងណាមិនដឹងធ្វើម៉េចទេបើទោះបីជាម្ដាយរបស់នូនៅរស់ប៉ុន្តែកងដៃមួយនេះបែរជាបកុលមកឲ្យនាងទៅវិញហើយដែលសំខាន់ហ្នឹងមីងរងមិនមានកូនប្រុសឲ្យគ្រួសារសូដើម្បីស្នងមរតកគ្រួសារនោះទេយាយបដើវែកសក់បដើហេតុតែគេជាស្រីស្អាតប៉ុន្តែមានណានូយើងអត់ចេះចាញ់ចិត្តបានដើរមកចិត្តបៃសៀនឹងបានយកកងដៃមួយហ្នឹងអុកទៅលើតុបំបែកចោលមួយទំហឹងអញ្ចឹងណាបៃសៀខឹងខ្លាំងមែនទែនសួរទៅកាន់នូថាឯងឈួតទេអីនូក៏តបវិញថាការលោកយាយនៅរស់បានឲ្យវាមកម៉ាក់របស់យើងឥឡូវនេះបើទោះបីជាលោកយាយស្លាប់ហើយប៉ាម៉ាក់របស់យើងលែងលះគ្នាក៏ខ្សែដៃនេះនៅតែជាកម្មសិទ្ធិរបស់ម៉ាក់យើងតែម្នាក់គត់បៃសៀគឺថាអស់អីតមួយនូអញ្ចឹងណាម៉ាក់របស់នូក៏ដើរមកចិត្តកូនស្រីនឹងប្រាប់ថាបានហើយឥឡូវយើងត្រឡប់ទៅផ្ទះវិញបន្ទាប់មកគាត់ក៏បានឃើញថាដៃរបស់នូគឺមានរបួសដោយសារតែកងដៃហ្នឹងអ្នកទាំងអស់គ្នាគាត់ស្រាប់តែទន់ជង្គង់ស្លាប់ភ្លាមទៅតែម្ដងបន្ទាប់មកនូក៏បាននាំម្ដាយមកដល់ផ្ទះម្ដាយរបស់នូនៅពេលដែលគាត់ស្លាប់អត់ទាន់ដឹងខ្លួនផងស្រាប់តែកត្រាក់ដៃកត្រាក់ជើងនិងស្រែកបែបមមីមើបារម្ភពីកូនស្រីដែលសារតែគាត់ខ្លាចកូនស្រីរបស់គាត់ឈឺចាប់អីអញ្ចឹងណានូក៏បានប្រាប់ទៅកាន់ម្ដាយដែលកំពុងតែសម្រាកនឹងថាម៉ាក់មិនអីនោះទេខ្ញុំនឹងមិនកើតអីនោះឡើយបន្ទាប់មកនាងក៏បានទៅអង្គុយសែតម្នាក់ឯងនៅលើសាឡុងអេដមីនមើលទឹកមុខរបស់នូហើយអាណិតនាងខ្លាំងមែនទែនមួយសន្ទុះក្រោយមកឃើញថាសែនមកដល់ទីនេះនឹងសួរទៅកាន់នូថាកើតអីប៉ុន្តែនូមិនឆ្លើយនោះទេពេលដែលគេកលេចទៅឃើញដៃរបស់នូក៏ធ្វើទឹកមុខភ្ញាក់ផ្អើលដោយសារតែឃើញថានាងមានរបួសនូបានសួរទៅកាន់សែនថាឯងស្រឡាញ់ខ្ញុំអត់នូឥឡូវប្រាប់ខ្ញុំតាមត្រង់មកតើមានរឿងអីកើតឡើងចំពោះនាងបើសិនជាឯងស្រឡាញ់ខ្ញុំឯងអាចធ្វើរឿងមួយសម្រាប់ខ្ញុំបានអត់បញ្ចប់ការរៀបការរវាងបៃសៀជាមួយនឹងឪពុករបស់ខ្ញុំសែនលឺហើយគឺថាអោនមុខចុះនឹងដកដៃចេញពីដៃរបស់នូអញ្ចឹងណាដែលជាចម្លើយទៅកាន់នូថាគេមិនអាចធ្វើបាននូក៏បានប្រាប់ទៅកាន់សែនវិញថាបានហើយបំភ្លេចវាចោលចុះបន្ទាប់មកនាងបំរុងនឹងងើបចេញប៉ុន្តែត្រូវបានសែនខាត់នឹងបាននិយាយថាឲ្យខ្ញុំធ្វើអីសម្រាប់នាងក៏បានដែរប៉ុន្តែរឿងរៀបការរបស់ពូមីងជាមួយនឹងបៃសៀខ្ញុំមិនចង់លូកដៃនោះទេហេតុអីក៏ឯងធ្វើមិនបានក្រែងឯងធ្លាប់មានទំនាក់ទំនងជាមួយនាងអីប៉ុន្តែរឿងរវាងខ្ញុំជាមួយនឹងនាងបានបញ្ចប់យូរហើយខ្ញុំមិនខ្វល់ឥឡូវឯងគ្រាន់តែប្រាប់ខ្ញុំបានឬមិនបានខ្ញុំមិនអាចធ្វើបាននោះទេនូលឺតែប៉ុណ្្នឹងក៏ងើបចាក់ចេញទៅជាមួយនឹងទឹកមុខដ៏សោកសៅរបស់សែនដែលកំពុងតែតាមសម្លឹងមើលនាងបន្ទាប់មកនៅពេលដែលគេត្រឡប់មកដល់ផ្ទះកំពុងតែងូតទឹកហើយនឹងក៏នឹកអំពីពាក្យសម្ដីរបស់នូដែលសួរថាតើឯងស្រឡាញ់ខ្ញុំអត់ហើយបើឯងស្រឡាញ់ខ្ញុំតើឯងអាចបញ្ឈប់ការរៀបការរបស់នូជាមួយនឹងប៉ារបស់ខ្ញុំបានអត់បន្ទាប់មកគេក៏បានយកសិភៅកំណត់ហេតុមួយមកមើលហើយនោះគឺជាសិភៅកំណត់ហេតុរបស់ប៉ាគេមុននឹងស្លាប់ណាទាំងអស់គ្នាដែលគាត់បានរៀបរាប់អំពីជីវិតរបស់គាត់ដែលជួបទុក្ខលំបាកអំឡុងពេលដែលក្រុមហ៊ុនរបស់គាត់គឺទទួលរងការដួលរលំនិយាយមួយម៉ាត់គឺខ្សែធនណាហើយរឿងរ៉ាវរបស់ប៉ាសែនពាក់ព័ន្ធជាមួយនឹងពូមីងដោយសារតែពូមីងហ្នឹងគឺរត់យករួចខ្លួនតែម្នាក់ឯងលៀងគេឈ្មោះថាខ្លួនឯងគឺជាអ្នកស្អាតស្អំទម្លាក់កំហុសទាំងអស់មកឲ្យឪពុករបស់សែនអញ្ចឹងណារហូតធ្វើឲ្យគាត់សម្រេចចិត្តសម្លាប់ខ្លួនស្អីឡើងឃើញថានូគឺបានមកលួចស្ដាប់ឪពុកនិយាយទូរស័ព្ទពាក់ព័ន្ធជាមួយនឹងកម្មវិធីរៀបមង្គលការគាត់ជាមួយនឹងប៉ៃសៀអ្នកទាំងអស់គ្នាសែនក៏បានមកដល់នឹងសួរទៅកាន់នូថាមិនមកលួចស្ដាប់ប៉ានាងនិយាយទូរស័ព្ទអញ្ចឹងតោះឥឡូវយើងមកធ្វើកិច្ចព្រមព្រៀងមួយកិច្ចព្រមព្រៀងអីបើសិនជាខ្ញុំអាចបញ្ឈប់មិនឲ្យប៉ៃសៀរៀបការជាមួយឪពុកនាងពួកយើងគួរតែមានពេលវេលាដេតជាមួយគ្នាក្រែងឯងប្រាប់ខ្ញុំថាឯងមិនអាចធ្វើបានទេថាមិនត្រូវដែរជួនកាលអ្វីដែលខ្ញុំគិតថាមិនអាចទៅរួចវាអាចផ្ទុយគ្នាក៏ថាបាននូលឺឲ្យគិតថាលើកដៃមកទះដៃជាមួយនឹងសែនទុកជាការសន្យាភ្លាមនឹងបានសួរទៅកាន់សែនថាឥឡូវធ្វើម៉េចខ្ញុំខ្លាចថាពួកគេមានកូនជាមួយនឹងគ្នាសែនលឺឲ្យញញឹមនឹងដើរចេញអញ្ចឹងណានូសួរបន្តថាតើឯងមានផែនការអីប៉ុន្តែសែនអត់ប្រាប់នោះទេដោយនូចាំមើលអញ្ចឹងណាបន្ទាប់មកសែនក៏បានមករកប៉ៃសៀដល់ផ្ទះរបស់នាងនូបានឈរសម្លឹងមើលពីក្រៅហើយក៏បានដើរចាក់ចេញពីទីនោះទៅរឿងភាគ6របស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមនេះអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់បញ្ចប់សំខាន់តែអភ័យទោសបើសិនជាមានកំហុសខុសឆ្គងត្រង់ប្រការណាមួយដែលមិនសមរម្យសូមជម្រាបលា